បណ្ដាពេលនេះខ្ញុំដឹងថាអ្នកទាំងអស់គ្នាក៏ដូចជាខ្ញុំដែររួមទាំងមនុស្សជាច្រើនទៀតមុននឹងទិញផលិតផលយកមកប្រើប្រាស់គឺប្រកាសជាឆែកមើលថាតើប្រភពចេញមកពីណាវីដេអូនេះគឺខ្ញុំបង្ហាញពីសមត្ថភាពរបស់ម៉ាស៊ីនត្រជាក់មួយចេញពី brand ដែលមានឈ្មោះថា Nova Nova គឺជា brand ដែលខ្មែរយើងជាអ្នកបង្កើតឡើងផ្ទាល់ប្រភពផលិតផលគឺចេញពីរោងចក្រមកនៅប្រទេសចិនស្តង់ដារខ្ពស់ដែលផលិតផលដែលខ្ញុំកំពុងតែនេះមានឈ្មោះថា Nova Air E Series អញ្ចឹងបើចង់ដឹងច្បាស់ថាតើវាធ្វើបានប៉ុណ្ណាតាមដានវីដេអូនេះពីដើមដល់ចប់វីដេអូនេះមិនមែនជាវីដេអូផ្សាយពាណិជ្ជកម្មទេគឺជាវីដេអូបង្ហាញពីសមត្ថភាពតែម្ដងដោយសារតែខ្ញុំបានដំឡើងផ្ទាល់ប្រើផ្ទាល់នៅក្នុងបន្ទប់ជាច្រើនថ្ងៃហើយខ្ញុំបានតេស្តសពបែបយ៉ាងទាំងអស់សម្រាប់ម៉ាស៊ីនត្រជាក់នឹងបើសិនជាអ្នកទាំងអស់គ្នាដែលបានឃើញនេះគឺជា Nova Air E Series ដែលវាមានការ design mode មួយឆូតបង្កប់ភ្លើង LED នៅខាងមុខនឹងប៉ុន្តែភ្លើងនឹងយើងអាចបិទក៏បានបើកក៏បានបើសិនជាមានការរំខាននៅពេលយប់គឺយើងអាចបិទវាហើយផ្នែកម៉ាស៊ីននៅខាងក្រោយមើលទៅសាមញ្ញងាយស្រួលលាងសម្អាតនិងងាយស្រួលដំឡើងតែលេខបញ្ជាវិញក៏រៀងសាមញ្ញស្រួលប្រើដែរអត់មានពិបាកយល់ទេអ្នកដែលប្រើម៉ាស៊ីនត្រជាក់គឺតែងតែចង់បានម៉ាស៊ីនត្រជាក់នឹងប្រើបានយូរឆ្នាំ Nova Air E Series នេះគឺប្រើកញ្ច្រែងម៉ាស៊ីនត្រជាក់ដែលមានពណ៌មាសកញ្ច្រែងនេះគឺវាមានភាពធន់នឹងការដុសផ្សិតហើយមានអនាម័យជាងកញ្ច្រែងធម្មតាទោះបីជាអ្នកទាំងគ្នាយកទៅប្រើនៅតំបន់ដែលមានទឹកប្រៃខ្យល់ទឹកប្រៃមកក៏វាអត់មានបញ្ហាដែរនេះគឺជាចំណុចមួយដ៏ល្អកាលណាតែកញ្ច្រែងម៉ាស៊ីនត្រជាក់របស់យើងឆាប់ស្នឹមឆាប់ចេញផ្សិតមកហ្នឹងអាហ្នឹងគឺវាប៉ះពាល់ទៅដល់ការបញ្ចេញខ្យល់ហើយបើនិយាយពីការបញ្ចេញខ្យល់ហ្នឹងគ្រប់ម៉ាស៊ីនត្រជាក់ទាំងអស់គឺតែងតែមានការផ្សាយពាណិជ្ជកម្មទៅលើការបន្សុទ្ធខ្យល់ធ្វើឲ្យខ្យល់ហ្នឹងបរិសុទ្ធប៉ុន្តែសម្រាប់ម៉ាស៊ីនត្រជាក់មួយនេះគឺវាមានច្រើនផ្នែកមែនទែនបច្ចេកវិទ្យាដែលវាជួយបន្សុទ្ធខ្យល់ផងជួយបន្សាបក្លិននៅក្នុងបន្ទប់ផងដែលបច្ចេកវិទ្យាធំមួយនៅក្នុងហ្នឹងគេហៅឈ្មោះថា Blue Tech ខ្ញុំមិនចង់រៀបរាប់គ្រប់ចំណុចទាំងអស់ដែលគេដាក់នៅក្នុង poster មកទេក៏ប៉ុន្តែតាមរយៈបទពិសោធន៍របស់ខ្ញុំផ្ទាល់ខ្ញុំគឺជាមនុស្សដែលមាន allergy នៅក្នុងច្រមុះអ្នកដែលស្គាល់ខ្ញុំជាច្រើនគឺដឹងហើយនៅពេលដែលខ្ញុំចូលទៅក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ក៏ប៉ះក្លិនអីមួយមិនល្អវាប្រកាសជាធ្វើឲ្យខ្ញុំនឹងក្តាស់ភ្លាមដោយអត់ចាំយូរទេអញ្ចឹងពេលដែលឃើញខ្ញុំក្តាស់នៅកន្លែងណាមួយគឺមិនមែនខ្ញុំផ្ដាសាយទេគឺខ្ញុំ allergy ច្រមុះបើសិនជាខ្យល់នឹងវាមានកម្ទេចដីឬក៏មានបាក់តេរីផ្សេងៗដែលមើលអត់ឃើញអានឹងខ្ញុំប្រកាសជាក្តាស់ភ្លាមហើយសម្រាប់ Nova Air E Series នេះគឺខ្ញុំតេស្តនៅក្នុងបន្ទប់ខ្ញុំបើកហើយខ្ញុំឈរពីមុខម៉ាស៊ីនត្រជាក់ពីមុខខ្យល់ហ្នឹងក៏ខ្ញុំអត់មានក្តាស់ឬក៏មានបញ្ហាច្រមុះដែរហើយបន្ទប់នេះគឺខ្ញុំទៅតែលាបថ្នាំថ្មីខ្ញុំលាបដោយផ្ទាល់ដៃនៅពេលដែលខ្ញុំលាបហើយខ្ញុំសាកបើកម៉ាស៊ីនត្រជាក់ហ្នឹងវាអត់មានធ្វើឲ្យថ្នាំដែលខ្ញុំទៅលាបហ្នឹងធំងុំពេញក្នុងបន្ទប់ទេដោយសារតែវាមានមុខងារបន្សាបក្លិនមិនល្អនៅក្នុងបន្ទប់កន្លែងនេះជាចំណុចល្អមួយបើសិនជាយើងមានបន្ទប់ហើយយើងចូលចិត្តញ៉ាំអីនៅក្នុងហ្នឹងវាអាចជួយកុំឲ្យក្លិនហ្នឹងនៅងុំជាប់បានយូរនិយាយរួមទៅ Blue Tech នេះគឺជាបច្ចេកវិទ្យាដែលជួយឲ្យខ្យល់ពីខាងក្រៅមកច្រោះបានល្អមុននឹងសាយភាយនៅក្នុងបន្ទប់ហើយនេះគឺជាចំណុចដ៏សំខាន់មួយក្រៅតែពីយើងទិញម៉ាស៊ីនត្រជាក់ជ្រើសរើសម៉ាស៊ីនត្រជាក់ដែលត្រជាក់លឿនហើយត្រជាក់ខ្លាំងចំណុចដែលធ្វើឲ្យខ្យល់មានភាពបរិសុទ្ធហ្នឹងក៏ជាចំណុចធំដែរហើយបើនិយាយពីរឿងត្រជាក់វិញម៉ាស៊ីនត្រជាក់នេះគឺត្រជាក់លឿនមិនយឺតទេដោយសារតែវាមានមុខងារ Turbo Mode នៅក្នុងហ្នឹងសម្រាប់កង្ហាររបស់វាគឺវារេទៅឆ្វេងទៅស្ដាំឡើងលើចុះក្រោមអូតូម៉ាទិកមួយសពបន្ទប់ហើយនេះគឺជាចំណុចដ៏ល្អមួយទៀតក្នុងការដែលយើងធ្វើឲ្យបន្ទប់ហ្នឹងសាយសពត្រជាក់ពេញតែម្ដងដែលមិនចាំបាច់បញ្ជាវារេចុះឡើងចំណុចមួយដែលខ្ញុំពេញចិត្តនៅក្នុងម៉ាស៊ីនត្រជាក់នេះនៅពេលដែលវាបញ្ចេញខ្យល់បញ្ចេញភាពត្រជាក់ហ្នឹងសពពេញបន្ទប់តាមរយៈ Turbo Mode និងកង្ហាររេចុះឡើងហ្នឹងគឺវាទម្លាក់កម្លាំងចុះមកក្រោមវិញដើម្បីសន្សំថាមពលម៉ាស៊ីនត្រជាក់នេះបើសិនជាមើល label ដែលគេបិទមកគឺវាប្រើកម្លាំងដល់ទៅ700វ៉ាត់ក៏ប៉ុន្តែជាក់ស្ដែងខ្ញុំបានដាក់ឧបករណ៍តេស្តកម្លាំងប្រើហ្នឹងពេលដែលបើក Turbo Mode វាលោតដល់ទៅ5ទៅ600វ៉ាត់ហើយនៅពេលដែលវាត្រជាក់ងុំល្អខ្ញុំបើក Cool Mode 18អង្សាសេអាហ្នឹងគឺវាស៊ីត្រឹម200វ៉ាត់ប៉ុន្តែកម្លាំងវ៉ាត់នេះគឺយើងអាចគុណចែកតាមម៉ោងបានទេអ្វីដែលខ្ញុំអាចប្រាប់បានបើសិនជាបើករយៈពេល10ម៉ោងបន្ទប់ប៉ុណ្នេះគឺ VC ចន្លោះពី4ទៅ5គីឡូវ៉ាត់ម៉ោងអាហ្នឹងគឺបើក direct បើសិនជាយើងបើកហើយបិទអាហ្នឹងវាអាចស៊ីលើនឹងដោយសារតែម៉ាស៊ីនត្រជាក់វាប្រើកម្លាំងខ្លាំងនៅពេលដែលយើងបើកដំបូងឡើងប៉ុន្តែខ្ញុំគិតថាវាស៊ីតិចហើយបើសិនជាយើងប្រើមួយយប់10ម៉ោង4ទៅ5គីឡូវ៉ាត់ម៉ោងគឺមិនច្រើនទេម៉ាស៊ីនត្រជាក់នេះគឺប្រើ inverter អ្នកខ្លះគឺគាត់ទៅរកទិញម៉ាស៊ីនត្រជាក់ហើយគាត់រកតម្លៃធូរថ្លៃហើយអត់មាន inverter អញ្ចឹងនៅពេលដែលគាត់ប្រើគាត់ចាប់ផ្ដើមត្អូញទៅលើការដែលស៊ីភ្លើងខ្លាំងពីមួយខែទៅមួយខែអញ្ចឹងសម្រាប់ Nova Air E Series នេះអ្នកទាំងគ្នាបានទាំងពីរ
ទី1 ធូរថ្លៃទី2មាន inverter អត់ចាំបាច់ដើររើសទេតម្លៃមួយសេសដែលគេដាក់លក់នេះគឺ$249អញ្ចឹងគឺអត់ឈឺក្បាលទេខ្ញុំគិតថាតម្លៃនេះគឺទាបហើយចំពោះការធានាវិញគេក៏មានក្រុមហ៊ុនធានាត្រឹមត្រូវដែរការធានាទៅលើគ្រឿងបន្លាស់ជួសជុលពេញ1ឆ្នាំហើយ compressor គឺគេធានាដល់ទៅ5ឆ្នាំហើយសម្រាប់មុខងារវិញវាក៏មានមុខងារលាងសម្អាតដោយខ្លួនឯងដែរអានេះគឺជាមុខងារឆ្លាតវៃមួយនៅក្នុងម៉ាស៊ីនត្រជាក់ការ recommend របស់ខ្ញុំមួយសេសសម្រាប់បន្ទប់មានទទឹង3ម៉ែត្រឬក៏3ម៉ែត្រកន្លះក៏ប៉ុន្តែកម្ពស់នឹងរាងទាបអានឹងអាចថាត្រូវបន្ទប់ឡើងទឺអីអញ្ចឹងល្មមបើសិនជាបន្ទប់គេងទូទៅតាមផ្ទះល្វែងហើយធំជាងនឹងអីអាចប្រើមួយសេសកន្លះទៅ2សេសហើយកុំភ្លេចថាក៏មានជម្រើស2សេសកន្លះមួយទៀតដែរអញ្ចឹងអ្នកទាំងគ្នាអាចរើសបានកុំខ្លាចរឿងស៊ីភ្លើងខ្លាំងដោយសារតែពេលដែលវាត្រជាក់លឿនអញ្ចឹងវាឆាប់ថយកម្លាំងចុះមកក្រោមវិញប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ដោយសារតែខ្ញុំចង់តេស្ត model ដែលមានកម្លាំងទាបជាងគេថាតើវាមានបញ្ហាអីអត់ភាគច្រើនមួយសេសហ្នឹងតែតែមានបញ្ហាច្រើនជាងគេណាមួយបន្ទប់នេះក៏វាអត់ហប់ឬក៏ធំខ្លាំងដែរអាចប្រើបានអូខេអញ្ចឹងនេះគឺជាវីដេអូ review ខ្លីនិងបទពិសោធន៍របស់ខ្ញុំសម្រាប់ម៉ាស៊ីនត្រជាក់ Nova RE Series នេះគឺជា brand របស់ខ្មែរយើងជាអ្នកបង្កើតគុណភាពល្អចេញពីរោងចក្រនៅប្រទេសចិនអ្នកទាំងគ្នាអាច check មើល Facebook page ខ្ញុំនឹងដាក់ link នៅក្នុង comment អរគុណជួបជុំគ្នាខ្ញុំនៅវីដេអូបន្ត